រុនស្ដីពុំឲ្យបងប្អូនទាំងគ្នាបាទហើយនេះគឺនៅខាងអូសោមហើយថ្ងៃតិចគឺយើងនឹងនាំគ្នាទៅលេងនៅខាងស្វៀនខ្ពស់អញ្ចឹងនេះគឺទេសភាពពេលព្រឹកដែលនៅខាងអូសោមបាទគឺស្អាតមែនតើយ៉ាហើយបែរជាយើងហុះទៅដល់តំណាក់ក្បូនទៀតបាទគឺថាស្អាតតែយើងចង់សាកមើលតិចចាអញ្ចឹងកុំភ្លេចទៅតាមដានទស្សនាទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាដែលនៅលើស្ពានដែលខ្ពស់ជាងគេនៅខាងខេត្តពោធិ៍សាត់បាទហើយនេះគឺយើងមកដល់ហើយគឺមើលទៅគឺលួចមែនតើស្ដីបងប្អូនទាំងគ្នាបាទវិលត្រឡប់មកវិញជាមួយខ្ញុំបាទម្ដងទៀតដែរជំនួយ PH ហើយឥឡូវយើងមកដល់ស្ពានខ្ពស់ហើយនេះគឺទេសភាពស្អាតមែនតើបងប្អូនមើលទស្សនាមើលហើយឲ្យមើលទៅខាងក្រោមជើងមិនដែរគឺកលូនតែម្ដងចង់សួរថាបងប្អូនមិនទៅហក់លើជ្រោយច្បាស់ឯងអាចមកហក់នៅនេះបានខូចចិត្តអីអាចមកហក់នៅនេះបានមើលទេសភាពបងครับឥឡូវយើងចូលទៅក្រោមយើងទៅមើលទេសភាពក្រោមជួយមកកលូចហ្មងអូផតទៅណែបានច្បាស់ក្រអត់ច្បាស់ឡានមកមកជួយឥឡូវបើណាគេចង់នេះអីមិនទៅលោតជ្រោយច្វាមលោតនេះទឹកក្រោមបាទទឹកក្រោមទឹកហូរល្អខាងលើឡើងកលូចអូនេះក្រោមស្ពានអូច្រឡំគ្រោះទឹកហូរតែយល់មិនដាក់ហូរនោះអានោះសបាអាចធ្វើវិញក្រោមនោះលេងស្ពានបាទនេះនៅក្រោមស្ពានហ្នឹងបាទហូរឆ្លោះឡើងវិញស្ពានហូរដែរបន្ទាប់ពីពួកយើងចរចាគ្នាមិនត្រូវដោយសារតែនៅខាងក្រោមស្ពានហ្នឹងគឺអត់មានសេវាអញ្ចឹងគឺយើងបន្តដំណើររបស់យើងគឺមកដំណាក់ក្បូនអញ្ចឹងគឺដំណាក់ក្បូននេះគឺបងប្អូនប្រកាសជាស្គាល់ហើយម្នាក់បាទដំណាក់ក្បូននេះគឺមានអ្នកដែលគាត់មកបះតង់ច្រើនគឺកន្លែងហ្នឹងគឺស្អាតហើយនេះគឺផ្លូវចុះចូលទៅហើយបងប្អូនទាំងគ្នាហើយកុំភ្លេចទៅតាមដានទស្សនាទាំងអស់គ្នាថានៅក្នុងហ្នឹងវាមើលទៅវាស្អាតមិនខ្លះប៉ុន្តែពេលដែលពួកខ្ញុំទៅហ្នឹងគឺខ្ញុំអត់សូវដែលបានថតទេដោយសារតែពេលហ្នឹងគឺទៅរឿងថ្ងៃអញ្ចឹងហេវបាយអញ្ចឹងស្វារដ្ឋបាលម្នាក់អត់ខ្វល់ទេរឿងថតអញ្ចឹងគឺថតបានតិចមែនតើនេះគឺយើងចាប់ដើមចូលមកហើយនេះគឺផ្លូវចូលនៅខាងឆ្វេងដៃហ្នឹងគឺកន្លែងដែលលេងទឹកបាទហើយពេលដែលខ្ញុំទៅហ្នឹងគឺចាំថ្ងៃសុក្រអញ្ចឹងអត់សូវមានមនុស្សប្រហែលទេភាគច្រើនគឺមនុស្សថ្ងៃសៅរ៍អាទិត្យបានសបោហើយអញ្ចឹងគឺខ្ញុំទៅនេះគឺថ្ងៃសុក្រអញ្ចឹងអត់សូវមានមនុស្សទេប៉ុន្តែបើពេលល្ងាចតិចគឺមនុស្សគាត់ចាប់ដើមចូលមកលេងគាត់បុកមកពីខាងកោះកុងអញ្ចឹងទៅហើយនេះគឺទឹកមើលទៅគឺទំនងស្អាតមែនតើហើយគឺថាជាតែម្ដងអ្នកដែលចូលចិត្តដើរលេងកន្លែងដែលលក្ខណៈជាអញ្ចឹងណាហើយនេះគឺទឹកស្អាតមែនតើគឺយើងញ៉ាំអីហើយគឺយើងហក់ទឹកហ្នឹងតែម្ដងបាទហើយនេះកន្លែងដែលពួកខ្ញុំមកមានន័យថាពួកខ្ញុំជុំគ្នាបានតិចតួចឹងទៅហើយក្នុងគ្នាហក់ទឹកលេងអង្គុយនិយាយគ្នាលេងអញ្ចឹងទៅហើយគឺថាវាយើងធ្វើការច្រើនអញ្ចឹងយើងត្រូវតែទៅ relax ខ្លះទៅហើយនេះគឺជាវីដេអូដែលយើងចាប់ផ្ដើមមកវិញហើយបាទហើយមកវិញហ្នឹងគឺម៉ោង4ជាងហើយអញ្ចឹងយើងចាប់ផ្ដើមក្នុងគ្នាមកវិញហើយចឹងវីដេអូរបស់ខ្ញុំអត់មានអីច្រើនទេហ្នឹងហើយអ្នកនរគ្នាវីដេអូមានតែប៉ុណ្្នឹងទេបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ